តើអ្នកធ្លាប់សួរខ្លួនឯងទេថាតើខ្ញុំអាចទៅមុខរួចទេឬខ្ញុំគួរបោះបង់ចោលនៅត្រឹមនេះខ្ញុំជឿថាយើងគ្រប់គ្នានៅទីនេះសុទ្ធតែធ្លាប់ឆ្លងកាត់គ្រាដែលងងឹតបំផុតនៅក្នុងជីវិតគ្រាដែលយើងមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងតែប្រឆាំងនឹងយើងប៉ុន្តែខ្ញុំចង់ប្រាប់រឿងមួយនៅថ្ងៃនេះវត្តមានរបស់អ្នកនៅទីនេះនៅពេលនេះគឺបានបង្ហាញថាអ្នកបានជាអ្នកឈ្នះរួចទៅហើយតែហេតុអ្វីក៏ព្រោះតែអ្នកមិនព្រមចោះចាញ់ជីវិតមិនមែនជាផ្លូវដែលក្រាលដោយកម្រាលព្រំក្រហមហើយរលដោយផ្កាកុលាបនោះទេជីវិតគឺជាការតស៊ូជួនកាលយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពប៉ុន្តែលទ្ធផលទទួលបានមកវិញគឺមានតែការបរាជ័យយើងដាក់ពាក្យធ្វើការក៏គេមិនទទួលយើងចាប់ផ្ដើមអាជីវកម្មវាក៏ដួលរលំយើងខិតខំប្រឹងរៀនសូត្រប៉ុន្តែលទ្ធផលក៏មិនដូចជាការរំពឹងទុកនៅពេលខ្លះព្យុះភ្លៀងបោកបក់មកអ្នកអាចនឹងមានអារម្មណ៍ថាតូចចិត្តអស់សង្ឃឹមនិងចង់យំវាជារឿងធម្មតាដែលមនុស្សយើងមានអារម្មណ៍បែបនេះប៉ុន្តែវានឹងក្លាយជារឿងដែលមិនធម្មតាបើសិនជាអ្នកអនុញ្ញាតឲ្យអារម្មណ៍ទាំងនោះមកបំផ្លាញអនាគតរបស់អ្នកចងចាំថាពេជ្រដែលល្អបំផុតកើតចេញពីសម្ពាធដ៏ខ្លាំងក្លាបំផុតដែកថែបដែលរឹងមាំកើតចេញពីការដុតក្នុងភ្លើងដ៏ក្តៅកគុកឧបសគ្គដែលអ្នកកំពុងជួបថ្ងៃនេះវាមិនមែនកើតឡើងដើម្បីសម្លាប់អ្នកនោះទេប៉ុន្តែវាគឺកើតឡើងដើម្បីពង្រឹងអ្នកតើអ្នកដឹងទេថាអ្វីដែលខុសគ្នារវាងអ្នកបរាជ័យនិងអ្នកជោគជ័យវាមិនមែនជាសំណាងវាមិនមែនជាទេពកោសល្យពីកំណើតតែវាគឺជាការដែលមិនបោះបង់នៅពេលដែលអ្នកដួលអ្នកមានជំរើសពីរទី1គឺដេកដួលនៅនឹងកន្លែងហើយត្អូញត្អែពីការឈឺចាប់ទី2ឬមួយក៏អ្នកត្រូវក្រោកឈរឡើងជូតទឹកភ្នែកហើយប្រាប់ខ្លួនឯងថាខ្ញុំនឹងសាកល្បងម្ដងទៀតសូមក្រឡេកមើលទៅបុគ្គលជោគជ័យនៅលើពិភពលោកពួកគេមិនមែនជោគជ័យនៅកម្លាំងទី1នោះទេដូចជាលោក Thomas Edison បរាជ័យរាប់ពាន់ដងមុននឹងបង្កើតអំពូលភ្លើងបានដូច្នេះប្រសិនបើគាត់បោះបង់ចោលនៅពេលនោះតើពិភពលោកយើងនឹងទៅជាយ៉ាងណាអំណាចដ៏អស្ចារ្យបំផុតរបស់មនុស្សគឺស្ថិតនៅក្នុងចិត្តរបស់យើងបើអ្នកថាអាចនោះរាងកាយរបស់អ្នកនឹងរិះរកវិធីធ្វើវាឲ្យបានឈប់រងចាំឱកាសតែត្រូវបង្កើតឱកាសឈប់រងចាំអ្នកដទៃមកជួយតែអ្នកត្រូវជួយខ្លួនឯងដូច្នេះនៅថ្ងៃនេះខ្ញុំមិនសូមឲ្យអ្នកផ្លាស់ប្ដូរពិភពលោកភ្លាមៗទេខ្ញុំគ្រាន់តែសូមឲ្យអ្នកជឿជាក់លើខ្លួនឯងឲ្យបាន 100% ទោះបីជាស្អែកមានបញ្ហាអ្វីកើតឡើងក៏ដោយក៏សូមសន្យាជាមួយខ្ញុំថាអ្នកនឹងមិនបោះបង់ចោលនៅក្តីស្រមៃរបស់អ្នកមានសក្តានុពលដែលមិនអាចកាត់ថ្លៃបាននៅក្នុងខ្លួនពេលវេលារបស់អ្នកគឺឥឡូវនេះក្រោកឡើងធ្វើវានឹងបង្ហាញពិភពលោកថាអ្នកជាអ្នកណា